ពីថាបងប្អូនឯងឃើញបែរណាពេលដែលខ្ញុំមកតែហ្នឹងគឺខ្ញុំឃើញអូនរបស់ខ្ញុំហ្នឹងគឺអាម៉ាពងបាត់ជើងគឺចូលទៅបាត់ជើងមួយអាម៉ាអត់ព្រមឲ្យអាម៉ាចូលទៅឯងទេតែអ្នកមានចៅច្រើនមានកូនច្រើនមិនដឹងថាពេលទៅបាត់ជើងក៏ពិបាកវេទនាដែរអូនខ្ញុំគឺចូលចិត្តបន្ទប់ទឹកតែអត់គ្នាឲ្យតាឃើញយាយឬក៏ខ្ញុំចូលបន្ទប់ទឹកអីដឹងទៅគោះទ្វារបន្ទប់ទឹកដើម្បីឲ្យគេចូលដែរសួរខ្លួនឯងថាបាត់ជើងចូលបន្ទប់ទឹកខ្លួនឯងអត់ចូលទេតែអត់គ្នាហើយនេះពេលសកម្មភាពពេលខ្ញុំមកពីពេញភ្លាមគឺអូនរបស់ខ្ញុំហ្នឹងគឺមកអោបស្រអត់ធម្មតាហ្មងនិយាយបានថាកូនខ្ញុំក៏នឹកខ្ញុំដែរចឹងណាបងប្អូនខ្ញុំសប្បាយចិត្តហើយខ្ញុំនេះនឹកឲ្យអូនបើបាននៅចិត្តអូនអញ្ចឹងណាមិនដឹងមកយើងបងប្អូនអត់តែខ្ញុំពិបាកចិត្តណាបាននៅចិត្តកូនគឺខ្ញុំលេងបាក់ចិត្តតែនិយាយថានៅផ្ទះគឺវាយតែគ្នាជាពិសេសអូនកដាហ្នឹងគឺញាស់តែប្អូនទេនិយាយថាគឺញាស់ប្អូនរហូតហើយច្រានប្អូនរហូតគេក៏ដើរតែគេបាត់ទេតគ្នាឥឡូវនេះគឺសល់ពីរអញ្ចឹងណានិយាយថាពេលហ្នឹងធំហើយបងប្អូនអើយសក់កូនខ្ញុំគេថាលាបគ្រប់គ្នាហើយតែកូនខ្ញុំកាន់តែធំគឺពណ៌សក់គឺកាន់តែលឿងហ្មងបងប្អូនពេលឥឡូវនេះខ្ញុំទៅផ្ទះគេឥឡូវខ្ញុំឃើញកូនខ្ញុំគឺដេកនៅផ្ទះគេបាត់ហើយនិយាយថាដេកឡើងផ្លឹកហ្មងចូលចិត្តថាដេកផ្ទះគេខ្ញុំមិនដឹងថាកូនខ្ញុំចិត្តគឺដូចអ្នកណាទេដើរផ្ទះអ្នកណាគឺដេកផ្ទះអ្នកហ្នឹងហ្មងមកបងប្រុសក៏សួរខ្ញុំថាគាត់ចង់បានកូនភ្លោះគាត់ធ្វើមិនទៅហើយខ្ញុំថាខ្ញុំក៏ដឹងដែរបងប្អូនធ្វើមិនបើមកបានទាំង3ចឹងខ្ញុំក៏ស្ទើរអត់ជឿថាខ្ញុំខ្លះជាម្ដាយកូន3នៅក្នុងពេលតែមួយខ្ញុំក៏អត់ដឹងដែរតើគ្នាតែប៉ាត់វីដេអូនេះគឺវីដេអូដែលមុនពេលដែលខ្ញុំមកពេញមួយថ្ងៃទេតើគ្នាហើយនិយាយពីថានៅផ្ទះនិយាយពីលពឹសអើយលពឹសតែខ្ញុំសប្បាយចិត្តតែដោយសារខ្ញុំបាននៅចិត្តតែអូនខ្ញុំហើយគេឡើងមកអង្គុយមើលផ្ទះមើលអីមើលម៉ែដែរហើយផ្ទះខ្ញុំគឺចិត្តហើយទាំងអស់គ្នានិយាយទៅសល់ប្រហែលទៀតគឺហាវយាយសប្បាយចិត្តមែនតើហ្មងតើគ្នាដោយសារតែខ្ញុំអញនិយាយបានថាយើងមិនសប្បាយដូចមុនយើងបានឲ្យកូនយើងគ្រប់គ្រាន់ហើយយើងបានមានផ្ទះមានអីនៅខ្លួនឯងទៀតអញ្ចឹងហើយយើងមានការងារត្រឹមត្រូវធ្វើគឺយើងសប្បាយចិត្តមែនតើនេះក៏ដល់ថ្ងៃចេះបងប្អូនហើយនេះបាត់នោះកូនខ្ញុំទៅដើរទៅផ្លូវផ្ទះគេហ្នឹងទីហ្នឹងគឺសុទ្ធតែផ្ទះគេទាំងអស់ហើយសុទ្ធតែផ្ទះអ៊ំពូមីងខ្លួនទាំងអស់អញ្ចឹងឲ្យទៅដល់ម៉ោងគឺទៅហើយដើរទៅផ្ទះគេឡើយមួយទៀតខ្ញុំហៅមក2ទីគឺអត់មកគឺហឹងមែនតែនហ្មងខ្ញុំហៅអត់មកហើយតោះគ្នាតែខូចមែនតែនហ្មងខ្ញុំហៅអត់មកទេអញ្ចឹងដល់តែខ្ញុំគម្រាមវាយគម្រាមអីអញ្ចឹងមិនមកគឺដើរតែតាក់មកហើយបងប្អូនអើយនិយាយពីថាកំពូលមនុស្សហ្មងហើយអូនខ្ញុំឆ្នាំហ្នឹងគឺបាន2ខួបនេះតោះគ្នាឃើញបងប្អូនឆាមកសួរព័ត៌មានរបស់ fiber ជុំនឹងវីតាមីន TOE ច្រើនមែនតែ fiber របស់យើងចូលអត់តាន់ច្រើនទេតោះគ្នាប៉ុន្តែចំពោះវីតាមីនគឺចូលច្រើនខ្លាំងមែនតែហ្មងចូលលើកណាក៏អត់ដែរតែរីកមិនអីបងដែលគាត់តែងតែញ៉ាំយប់បងដែលគាត់តែងតែផឹកស្រាឬក៏គាត់ធ្វើការយប់អញ្ចឹងណាគាត់អាចញ៉ាំជាពិសេសជាមួយនឹងវីតាមីន TOE បានតែ TOE ហ្នឹងវាជួយវីតាមីនមួយដែលជួយសម្រកខ្លាញ់ដែលសម្រកតាមទឹកនោមដែលគ្មានការធ្វើយើងរីករូសឬក៏ធ្វើយើងពិបាកទេតើបងគាត់តែងតែសួរខ្ញុំថាកមេគីឡូរបស់ខ្ញុំហ្នឹងគឺទប់នឹងរហូតចឹងឃើញខ្ញុំញ៉ាំច្រើនណាស់តែអត់ឡើងគីឡូសោះហើយទាំងអស់គ្នាវាឡើងអាចឡើងនឹងកន្លះគីឡូឬក៏1គីឡូអីចឹងទៅប៉ុន្តែឡើងហើយគឺស្រកទៅវិញដោយសារអីគឺខ្ញុំបានញ៉ាំជាមួយនឹងវីតាមីន TOE នេះវីតាមីន